Hello ទាំងអស់គ្នាខ្ញុំថ្ងៃនេះមានពិសាយ៉ាងពេលដែលយើងទៅបោះតង់ឆ្ងាយឬក៏អត់មានដីកេះឬក៏មានតែពងទាពីរគ្រាប់នេះយើងអាចធ្វើមិនបានអញ្ចឹងយើងមានវិធីសាស្ត្រមួយដែលអត់មានដីកេះហើយអត់មានឆ្នាំងអីទាំងអស់យើងអាចស្ងោរពងនេះឲ្យឆ្អិនបានមួយហ្នឹងយើងត្រូវចុះទៅរកដីឥដ្ឋបាទទៅរកដីឥដ្ឋយើងយកដីឥដ្ឋមកមូពងទាយើងឲ្យមូមកបាទនេះឥឡូវកំពុងតែចុះទៅរកដីឥដ្ឋទាំងអស់គ្នាមិនបាច់ដីឥដ្ឋក៏បាននេះឲ្យទៅដីសើមនេះមកយកដីសើមហ្នឹងមកប៉ុណ្ណឹងបានហើយពេលយើងអត់ដីកេះហ្នឹងអត់យើងមានម៉ូតូមកបាទម៉ូតូមកយើងបូមសាំងបន្តិចហ្នឹងមកបាទបូមសាំងបន្តិចហ្នឹងមកនេះបូមសាំងហើយយើងលក់សាំងចូលហ្នឹងតិចមកឆេះតែម្ដងបាទវិធីសាស្ត្រថ្មីនេះឆេះអត់សម្រាប់ពិសេសងាយតែបានរបស់ញ៉ាំងាយបាច់មានដីកេះបាច់មានឆ្នាំងក៏អាចធ្វើឲ្យពងទាឆ្អិនចាញ់ហើយក្រៀមហ្មងនេះWow. Oh my god. Wow. 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 Anh sẽ đây.
bông tia wow hay nè bôi bôi mua bánh bông tia bông tia bông tia trơn bông tia đó បាទពេលនេះឆ្អិនបានសម្រាប់ពងទាក្តៅឆ្អិនចឹងបាយបាយជួបនៅវីដេអូក្រោយទៀតមានផ្លែក